ជំរាបសួរក៏ដូចជាសួស្តីមិត្តអ្នកដើរលេងទាំងអស់គ្នាណាបាទសុខទុក្ខសុខសប្បាយយ៉ាងម៉េចហើយបន្ទាប់ពីបាត់ខ្ញុំមករយៈហ្នឹងហើយចុះបងប្អូនទាំងគ្នាសុខសប្បាយដែរឬទេហើយចំណែកតា4វិញគឺមិនសុខប្រហែលទេបាទមិនសុខប្រហែលទេព្រោះសុខភាពយើងវាមិនល្អប្រហែលអញ្ចឹងណាហើយជាពិសេសវាដាច់លុយផងដែរអញ្ចឹងណាមនុស្សយើងអត់ដាច់លុយគឺអំបិលហ្នឹងទេបាទដូចពាក្យចាស់គេបានពោលថាមានលុយគឺមានអំណាចអត់លុយក៏អត់អំណាចអញ្ចឹងណាខ្ញុំវិញគឺអត់លុយគឺអត់អំណាចអញ្ចឹងបានជាមិត្តអ្នកដើរលេងគេគិតខំប្រឹងប្រែងរកលុយអញ្ចឹងណាព្រោះតែមានលុយគឺមានអំណាចអញ្ចឹងណាអូខេដល់គ្នាបាទថ្ងៃនេះតាមកខ្ញុំនឹងនាំមិត្តអ្នកដើរលេងទៅកន្លែងរមណីយដ្ឋានមួយដែលចិត្តក្រុងបានលងតែម្ដងគឺរមណីយដ្ឋានវាលថ្មដាអញ្ចឹងអ្នកទាំងគ្នាអញ្ចឹងបងប្អូនមិត្តអ្នកដើរលេងដែលរស់ក្នុងខេត្តរតនគិរីបានស្គាល់ហើយវាលថ្មដាអញ្ចឹងណាមិនថាក្មេងៗយុវជនយុវតីចាស់ទុំនិយាយតាបងប្អូនហើយជាពិសេសយុវជនយើងតែម្ដងគឺស្គាល់ច្បាស់កន្លែងហ្នឹងបាទស្គាល់ច្បាស់តែម្ដងបាទជិះកាត់នឹងក៏មានដើរលេងនៅនឹងក៏មានអញ្ចឹងណាជុំគ្នានៅកន្លែងវាធម្មតាក៏មានហើយនៅខ្លះកណាត់គ្នានៅនឹងក៏មានអញ្ចឹងណាអ្នកគ្នាហ្នឹងហើយអញ្ចឹងវាធម្មតាគឺទៅកន្លែងហ្នឹងគឺវាល្អខ្លាំងមែនតើវាធ្វើឲ្យយើងស្រស់ស្រាយវាធ្វើឲ្យយើងស្រឡះមុខស្រឡះមាត់វាធ្វើឲ្យយើងមានភាពរីករាយតែម្ដងបាទមកទៅកន្លែងរមណីយដ្ឋានវាធម្មតាបាទនិយាយទៅវាធម្មជាតិសុទ្ធសាធតែម្ដងនិយាយទៅកន្លែងហ្នឹងគឺអត់មានយកលុយយកកាក់ទេគឺយើងអាចទៅមួយសេរីអញ្ចឹងណាហើយនិយាយថាជុំវិញវាធម្មតាហ្នឹងសិតតែព្រៃឈើហ្មងគឺនិយាយទៅព្រៃដើមឈើធំព័ទ្ធជុំវិញវាធម្មតាអញ្ចឹងណាហើយកន្លែងវាអញ្ចឹងខ្ញុំទៅហ្នឹងគឺជាខែប្រាំងហើយអញ្ចឹងវាអត់មានទឹកអូហូទេបើសិនជាទៅខែវស្សាអូទឹកហូរតាមហ្នឹងនិយាយថាល្អខ្លាំងមែនតើហើយធ្វើយើងស្រស់ស្រាយខ្លាំងមែនតើបាទហើយទឹកអូនេះវាហូរកាត់ផ្លូវជាតិទៀតណាអញ្ចឹងណាអ្នកទាំងគ្នាហ្នឹងហើយវាទៅវាធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយមែនទេមិនមែនថាខែប្រាំងវាអត់មានទឹកទេវាមានដែរអញ្ចឹងវាមានដក់តិចតិចអញ្ចឹងណាអ្នកទាំងគ្នាហ្នឹងហើយនេះក៏រដូវប្រាំងអញ្ចឹងអ្នកទាំងគ្នាអូខេអញ្ចឹងនិយាយថាវាថ្មដានឹងចម្ងាយពីក្រុងមកលងហ្នឹងគឺវាមិនឆ្ងាយប្រហែលទេទេចិត្តទេចិត្តក្រុងទេបាទជិះមកផ្លែតគឺដល់ហើយបាទយើងជិះកាត់ស្រុកឲ្យជុំទៅហើយយើងបត់ខាស្ដាំដៃអញ្ចឹងណាបាទយើងឃើញរបងមូលយើងបត់ខាស្ដាំដៃទៅយើងដល់កន្លែងហ្នឹងហើយយើងជិះកាត់ភូមិដងលាក់ទៅយើងឃើញកន្លែងហ្នឹងហើយបាទនិយាយថាផ្លូវវិញគឺពាក់កណ្ដាលវាថ្មដាតែម្ដងគឺផ្លូវគេធ្វើថ្នល់ជាតិហើយនិយាយថាផ្លូវគឺល្អខ្លាំងមែនតើយើងជិះមកវឹងអញ្ចឹងអ្នកទាំងគ្នាបាទអញ្ចឹងកន្លែងហ្នឹងគឺមានដើមឈើធំគេដាក់ផ្លាកហាមកាប់អីអញ្ចឹងណាព្រោះអីហ្នឹងជាធម្មជាតិគេថែរក្សាអញ្ចឹងណាគេថែរក្សាការពារកុំឲ្យយើងកាប់ដើមឈើធំដែលជុំវិញវាថ្មដាហ្នឹងគេអភិរក្សអញ្ចឹងអ្នកទាំងគ្នាហ្នឹងហើយនិយាយថាគឺល្អខ្លាំងមែនតើអ្នកទាំងគ្នាបាទល្អខ្លាំងតែ nice អញ្ចឹងខ្ញុំរៀបcommentឲ្យបងប្អូនទាំងគ្នាបាទទៅកន្លែងហ្នឹងរីឡាក់ខ្លះទៅបន្ទាប់ពីការងារពីការងារអញ្ចឹងអ្នកទាំងគ្នាឃើញទេអង្គុយហ្នឹងគឺរីឡាក់ខ្លាំងតែវាស្មៅដុសឡាក់ខ្ចីញញហ្មងអ្នកទាំងគ្នាបាទគឺល្អខ្លាំងមែនតើអញ្ចឹងខ្ញុំពិតអ្នកដើរលេងទៅកន្លែងហ្នឹងខ្លះទៅដើម្បីលំហែខួរក្បាលបន្ទាប់ពីការងារអញ្ចឹងអ្នកទាំងគ្នាហ្នឹងហើយ nice ខ្លាំងមែនតើបាទអូខេមិត្តអ្នកដើរលេងទាំងអស់គ្នាបាទអញ្ចឹងវីដេអូរបស់តាបុនថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នាវីដេអូក្រោយទៀតខ្ញុំនឹងថតរមណីយដ្ឋានជាច្រើនដែលមានក្នុងខេត្តរតនគិរីនេះសម្រាប់ចែកជូនចែករំលែកទៅបងប្អូនដែលមិនទាន់ស្គាល់អញ្ចឹងណាហ្នឹងហើយអញ្ចឹងវីដេអូរបស់តាបុនមានតែប៉ុណ្្នឹងទេសង្ឃឹមមិត្តអ្នកដល់លេងរីករាយក៏ដូចជាទស្សនាវីដេអូខ្ញុំបាទតាបុនអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយស្ដាយមិត្តអ្នកដល់លេងទាំងអស់គ្នាបាទបាយ